បងប្អូនអ្នកគ្នាឥឡូវខ្ញុំមកនិយាយបន្តិចតើតើជាមួយរឿងអាម៉ូកសម្រាប់ភាគទី4ចាអញ្ចឹងបងប្អូនអ្នកគ្នាឥឡូវយើងទាយទាំងអស់គ្នាថាតើនៅក្នុងភាគទី4នឹងមានរឿងអ្វីកើតឡើងបន្តទៀតជាក់ស្ដែងអ្នកគ្នានិយាយមែនណាសម្រាប់ភាគទី3ខ្ញុំបានមើលរួចហើយចាតែខ្ញុំគិតថាហេឆៃនេះកំពុងតែបោកប្រាស់ជាមួយនឹងចន្ទ្រាទេអ្នកទាំងអស់គ្នាត្រូវគិតថាជាបើសិនជាគេស្រឡាញ់យើងគេចង់បកគលអ្វីគ្រប់យ៉ាងឲ្យយើងសូម្បីតែមាសឬក៏ទ្រព្យសម្បត្តិអីមានតម្លៃឲ្យយើងណាមិនមែនគេដោះដូរឲ្យយករបស់យើងទៅវិញទេអ្នកគ្នាត្រូវយល់អត់ខ្ញុំចាប់អារម្មណ៍ថាជាបដូរយកមាសពីរបស់ចន្ទ្រាតែបដូរមកជាមាសដែលធំឲ្យទៅចន្ទ្រាវិញខ្ញុំគិតថាមាសហ្នឹងគឺជាមាសតម្លៃមាសធំមិនដែលអ្នកណាគេទៅចិត្តយកមាសធំបដូរយករបស់យើងទៅតែដល់អ្នកគ្នារបស់យើងគឺជារបស់ពិតអញ្ចឹងខ្ញុំគិតថាពេលនេះគឺចន្ទ្រាកំពុងតែធ្លាក់នៅក្នុងកណ្ដាប់បាយរបស់ហេឆាយទាំងចើថាបកគលទាំងខ្លួនប្រាក់អីគេហើយបកគលទ្រព្យសម្បត្តិអីគេទៀតអ្នកគ្នាទាំងដាក់ដឹងខ្លួនហ្នឹងគាត់ថាគេមានលុយអញ្ចឹងអត់ដឹងថាគេមកពីណាអីមកពីណាខ្ញុំនិយាយតាមត្រង់អ្នកគ្នាសូម្បីតែយាយក៏គាត់ចូលដៃចូលជើងដែរខ្ញុំយល់ថាជាការសម្ដែងប៉ុន្តែអាពេលខ្លះយើងត្រូវយកអារម្មណ៍មួយថាយើងដាក់អារម្មណ៍មួយហ្នឹងនៅក្នុងទស្សនវិជ្ជាជាក់ស្ដែងណាពីមកវិញគឺគាត់អត់ដឹងទេគាត់ខ្លាចឆ្ងល់ថាប្រពន្ធគាត់មកយ៉ាងប្លែកម៉េះទៅធ្វើការធ្វើអីប្លែកអីចឹងណាអ្នកគ្នាហើយមកដល់ផ្ទះវិញយកប្រឡប់អីសពបាត់ចម្រៀងអីណានៅជាមួយប្តីតែនឹកសង្ស័យអីចឹងអ្នកគ្នាធ្វើឲ្យនេះមុខមានអារម្មណ៍មួយថាអត់ចិត្តខំមែនទេធម្មតាអារម្មណ៍នេះជាប្តីហើយសុកតែប្រពន្ធនិយាយទៅអញ្ចឹងអីណាមកតែបើតែមានអញ្ចឹងណាខឹងមកខ្ញុំអីសម្រាប់រឿងមួយនេះបើសិនជាអ្នកគ្នាបានទស្សនាហើយគឺយើងបើយើងដាក់អារម្មណ៍គឺយើងហាក់ដូចជាមានពុតក្នុងសង្គមអញ្ចឹងយើងដឹងថាគាត់សំដែងជាតួអង្គអីចឹងណាប៉ុន្តែវានៅក្រៅក៏មានអញ្ចឹងដែរបងប្អូនអ្នកគ្នាអូខេបងប្អូនអញ្ចឹងបើសិនជាបងប្អូនអ្នកគ្នាចង់ដឹងថាតើសម្រាប់ភាគទី4តើនឹងមកនឹងជួបរឿងអ្វីបន្តទៀតអ្នកនរគ្នាខមមិនអ្នកមួយមកហើយចង់ដឹងថាតើចន្ទ្រាពេលណាគាត់ភ្ញាក់ខ្លួនអ្នកនរគ្នាតែបើសិនជាល្មមភ្ញាក់ខ្លួនគឺអស់